បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូសុបរានជ័យទឹកសូមចែករំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិនេះតេតិនសុបរានខ្មែរយើងឈ្មោះថាឆ្អឹងមន់ខ្មៅហើយឆ្អឹងមន់ខ្មៅនេះដែរបងប្អូនកបពីជំងឺជាច្រើនដូចជាបាក់ឆ្លោះគ្រិចហើយនឹងគ្រុនក្តៅជាដើមបងប្អូនណាហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុបរានសូមបង្ហាញរុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះស្រស់បំព្រងតែម្ដងហើយជាដំបូងខ្ញុំសង្ខេបខ្លីពី3ម៉ាត់អំពីលក្ខណៈសម្គាល់របស់វាដើមរុក្ខជាតិឆ្អឹងមាន់ខ្មៅនេះជាលក្ខណៈគុំព្រឹកដែរបងប្អូនណាប៉ុន្តែវាដុះប្រហែលជា1ម៉ែត្រទៅ1ម៉ែត្រកន្លះតែប៉ុណ្ណោះបងប្អូនណាស្លឹកវារាងលំពែងកាវារាងស្វាយស៊ីចម្ពូបងប្អូនហើយចូលពាក់ព័ន្ធនឹងអសុទ្ធបារាណខ្មែរយើងដើម្បីកុំឲ្យខាតពេលវេលាយូរកបនឹងជំងឺជាច្រើនមុខបងប្អូនដូចជាជំងឺគ្រុនក្តៅអញ្ចឹងណាបងប្អូនហើយជំងឺសន្លាក់ឆ្អឹងបងប្អូនជំងឺគ្រុនក្តៅបងប្អូនដាក់តែ15ក្រាមទៅ30ក្រាមទេបងប្អូន30ក្រាមសទឹកណា15ក្រាមស្ងួតចង់និយាយអញ្ចឹងបងប្អូនដាក់ដាំពិសាទទួលទានទៅនឹងជាសះស្បើយគ្រុនក្តៅរបស់បងប្អូនហើយចំណែកហើយបាក់ឆ្អឹងបងប្អូនណាបាក់ឆ្អឹងបងប្អូនយករុក្ខជាតិឆ្អឹងមាន់ខ្មៅនេះយកទៅប្រើដោយដាក់មួយដៃធំទៅបងប្អូនបុកវាបាក់ឆ្អឹងឲ្យបងប្អូនស្អំឬពពកឬចងវាទុក2-3ថ្ងៃទៅនឹងបានចុកចាប់ធឺសះស្បើយហ្នឹងថយហើយវាតឆ្អឹងវិញយ៉ាងហាប់លហាបងប្អូនណាឆ្អឹងមាន់ខ្មៅមានសារៈសំខាន់ណាបងប្អូនបើលោកគ្រូនិយាយមិនអស់ទេវានៅច្រើនហើយបងប្អូនមានការរលាកសន្លាក់ឆ្អឹងឈឺឆ្អឹងបងប្អូនដាក់ពី15ក្រាមទៅ30ក្រាមបងប្អូនណាហើយដាំពិសាទទួលទានទៅ2-3ឆ្នាំទៅនឹងបាត់នឹងការរលាកសន្លាក់ឆ្អឹងនឹងឈឺឆ្អឹងនឹងហើយបងប្អូនហើយបបាក់ឆ្អឹងបងប្អូនយកទៅដាំដូចគ្នាអញ្ចឹងបងប្អូនបើសិនជាឆ្លោះគ្រិចបងប្អូនបុកវាមួយដៃធំទៅយកទៅពពកពីលើឬចងវាទុកនៅចំកន្លែងឆ្លោះគ្រិចហ្នឹងបងប្អូនដើមឆ្អឹងមាន់ខ្មៅនេះជារុក្ខជាតិមានសារៈសំខាន់ណាស់បងប្អូនហើយនឹងជាច្រើនទៀតបងប្អូនដូចជាបង្កើតចរាចរឈាមធ្វើឲ្យឈាមរត់បានស្រួលល្អហើយស្មើអញ្ចឹងបងប្អូនរុក្ខជាតិនេះម្យ៉ាងទៀតបងប្អូនណាពងបែកកើតអកបងប្អូនបុកយកស្លឹកនឹងបុកហើយពពកលើការពងបែកស្បែកអកអញ្ចឹងណាបងប្អូនយកបុកទៅពពកទៅនឹងជាសះស្បើយយ៉ាងឆាប់រហ័សបងប្អូនថ្នាំឆ្អឹងមាន់ខ្មៅឱសថឆ្អឹងមាន់ខ្មៅនេះមានប្រយោជន៍ជាច្រើនបងប្អូនណាហើយបើបងប្អូនឈឺក្បាលបងប្អូនមានអាការៈឈឺក្បាលអញ្ចឹងបងប្អូនយកស្លឹករបស់វាហើយយកបុកយកទឹកវាច្បាច់យកទឹកដើម្បីពិសាទទួលទានបងប្អូនហើយពេលព្រឹកយើងហូបមួយកែវទៅបងប្អូនពេលល្ងាចចិត្តចូលសម្រានយើងហូបមួយកែវទៀតមួយថ្ងៃ2ដងបងប្អូនណាយកស្លឹកវាស្លឹកឆ្អឹងមាន់ខ្មៅយកទៅបុកហើយពិសាទទួលទានទៅនឹងបាត់ឈឺក្បាល2-3ថ្ងៃបាត់ឈឺក្បាលរហូតដល់បងប្អូនហើយមួយទៀតបងប្អូនដោយសារលោកគ្រូមានពេលវេលាខ្លីជួយប្រាប់ជូនបងប្អូនណាចេះក៏ចេះទៅបងប្អូនណាអត់ចេះបងប្អូនណាមាននិស្ស័យទៅលើឱសថបុរាណខ្មែរយើងលោកគ្រូនឹងប្រឹងប្រែងប្រាប់បងប្អូនដូចជាពជាកំណើតអញ្ចឹងណាបងប្អូនដូចជានៅប្រទេសម៉ាឡេស៊ីគេប្រទេសជឿនលឿនផងប៉ុន្តែគេស្វែងយល់នៅឱសថបុរាណគេយកអានឹងទៅឆ្នាំជាឆ្នាំពជាកំណើតរបស់ស្ត្រីកុំឲ្យវាកូនញឹកណាបងប្អូននៅប្រទេសនឹងគឺខ្ញុំមើលតាមឯកសារគេយករុក្ខជាតិនេះទៅប្រើបងប្អូនណាហើយរុក្ខជាតិនេះទៅច្រើនណាបងប្អូនប៉ុន្តែដោយពេលវេលាខ្លីលោកគ្រូបញ្ញាប់ទៅធ្វើការផងចែករំលែកបងប្អូនទៅប៉ុណ្្នឹងទេបងប្អូនណាហើយសូមទោសបងប្អូនហើយបើសិនបងប្អូនមានឃើញថាមានប្រយោជន៍ហើយស្ដាប់ថាមានប្រយោជន៍សម្រាប់រុក្ខជាតិឱសថឆ្អឹងមាន់ខ្មៅនេះបងប្អូនជួយ like ជួយ share ជួយ subscribe ឲ្យខ្ញុំបានដាក់មួយផងបងប្អូនហើយថ្ងៃក្រោយខ្ញុំនឹងធ្វើបទបង្ហាញចែកជូនជាធម្មទានដល់បងប្អូនទៅទៀតបងប្អូនណាហើយនៅជាចុងក្រោយនេះសូមជូនពរបងប្អូនសូមបងប្អូនបានសុខបានចម្រើនក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លីងគ្លេតឡើយខណៈពេលនេះខ្ញុំបាទគ្រូអសុទ្ធបរានជ័យទឹកសូមគោរពសូមជម្រាបលា